បាននេះគឺជាដំណើរចូលទីលាននៅឯពហុកីឡដ្ឋានជាតិមរតកតេជោបាទជំនួបសប្តាហ៍ទី15រវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងឯកសណ្ឋានពណ៌ទឹកប៊ិចជាមួយនឹងក្រុមភ្ញៀវវិសាខាឯកសណ្ឋានពណ៌សនេះគឺការប្រកួតនេះមានអ្នកគ្រប់គ្រងក៏ដូចជាអ្នកចូលរួមបាទ2066នាក់បាទបាល់ free kick ដំបូងនៅនាទីទី13ដោយ Patrick Robson តែមិនចំគោលដៅនោះទេបានជាការប៉ុនប៉ងរបស់ព្រះខ័នរាជស្វាយរៀងហើយបន្ទាប់ពីនោះប្រមាណជា6នាទីតែប៉ុណ្ណោះបាទក៏មានបាល់ជ្រុងទាត់ដោយញៀនសុកស៊ីដានហើយតែតបញ្ចូលទីបានសម្រេចដោយខ្សែការពារស្លាប់ខាងស្ដាំបាទគឺកីឡាករសារ៉េតគ្រីយ៉ាបុកដីត្រង់នេះផុតដៃរបស់អ្នកចាំទីកែវសុកសីឡាការបញ្ជូនបានយ៉ាងល្អរបស់ស៊ីដាននិងការតែតបញ្ចប់ទីរបស់សារ៉េតគ្រីយ៉ាជួយឲ្យព្រះខ័នរាជស្វាយរៀងនាំមុខលើវិសាខា1-0បន្តមកទៀតលឹមពិសុទ្ធក៏វាយបកត្រឡប់ទៅវិញហើយទាត់បញ្ចូលទីបានយ៉ាងល្អបាទការវាយបករហ័សហើយក៏បាទប្រើល្បឿននឹងទាញផុតខ្សែការពារទាត់ផុតដៃរបស់អ្នកចាំទីវីរៈតារាតាមស្មើវិញនៅនាទីទី26ហើយក៏មានគ្រាប់បាល់នាំមុខវិញម្ដងនៅនាទីទី30ដោយការបញ្ជូនពី Lucas Nascimento កក្កដាបញ្ជូនមួយប៉ះទៅរកផាក់ជុងប៊ីនពេនបញ្ចូលទីបានសម្រេចគ្រាប់បាល់នាំមុខ2-1ទៅលើក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងវិញម្ដងបាទបន្ទាប់មកនៅចុងការប្រកួតវគ្គទី1ក៏មានបាល់បាទតែតមួយបាល់ដែរតែរំលងរបាទីដោយ Christian ដែលជាការបញ្ជូនពីស្លាបខាងឆ្វេងវគ្គទី1បញ្ចប់ទៅព្រះខ័នរាជស្វាយរៀង1វិសាខា245នាទីលើកទី2របស់ក្រុមទាំងពីរក៏កាន់តែក្តៅគគុកព្រះខ័នរាជស្វាយរៀងគឺព្យាយាមខ្លាំងមែនទែន Christian ទាត់ត្រង់នេះបុកជើងផាក់ជុងប៊ីនមួយជើងទៀតឡងវិញមួយជើងទៀតចេញក្រៅបាទការរៀបរៀងរបស់អ្នកចាំទីកែវសុកស៊ីឡាបាទមានបាល់ជ្រុងបន្តដល់ទៅជាង10លើកឯណោះសម្រាប់ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងបាទត្រង់នេះការតែតរបស់ពេប្រាខ្វាមេបាទការបញ្ជូនរបស់ញៀនសុកស៊ីដានមិនចំគោលដៅនោះទេបន្តមកទៀតបាទមិនយូរប៉ុន្មានមានការតែតមួយបាល់ទៀតរបស់បាទសារ៉េតគ្រីយ៉ាតែមិនចំគោលដៅនោះទេបាទចំណុចនេះការប៉ុនប៉ងពីចម្ងាយកាច់តែមិនចំគោលដៅដោយលឹមពិសុទ្ធបន្តមកដល់នាទីទី62គឺមានឱកាសកាត់ចេញពីស្លាបខាងឆ្វេងតែតហើយក៏ប្រឡែងឲ្យទាត់តែក៏លោតមិនផុតមិនរតនៈទាត់មួយទៀតមិនចំគោលដៅនោះទេបាទមិនយូរប៉ុន្មាននាទីទី72បាទមួយជើងនេះរបស់ Patrick បុកនឹងបង្គោលទីទៀតមកបាទ Connersial ទទួលបាល់បានតែទាត់មិនចំគោលដៅនោះទេបាទមួយជើងពីក្រៅប្រអប់ត្រង់នេះរបស់ Christian ធ្ងន់មែនតែសង្គ្រោះបានដោយកែវសុកសេឡាបាទគៀស1គៀស2មិនទុកយូរទេគឺទាត់តែម្ដងបាទតែសេឡាក៏សង្គ្រោះបានល្អណាស់ដែរបាទត្រង់នេះការកាត់ទៅរកជើងរបស់ពេប្រាខ្វាមេពី Connersial ប៉ុន្តែបាទការប៉ែនរបស់ពេប្រាគឺខុសគោលដៅបាល់នេះចេញក្រៅទៅបាទការតែតរបស់ពេប្រាខ្វាមេបុកនឹងបង្គោលទីទៀតត្រឡប់មកវិញបាទយើងមើលការបញ្ជូនរបស់ Connor បាទតែតទៅក៏ត្រឡប់មកវិញហើយផ្ដាច់មួយជើងទៀតដោយអុកសវណ្ណមួយលើកទៀតតែទៀតមិនចំគោលដៅដោយពេប្រាខ្វាមេក៏ទាមទារបាល់ជ្រុងមកដែរបាទចំណែកត្រង់នេះវិញបាទព្យាយាមទាត់តែក៏ផ្ដួលខ្លួនរៀងតាន់ពេលវេលាដោយ Allardyce បាទមិនឲ្យបាល់របស់ពេប្រាខ្វាមេឆ្លងផុតពីការរៀបរៀងរបស់ខ្លួនឡើយ
ធ្ងន់ពីពេលប្រាក់ความឯប៉ុន្តែមាន Allardyce ជាអ្នករៀងបាទត្រង់នេះមួយជើងនេះបុកនឹងបង្គោលទៀតដោយពេលប្រាក់ความឯគឺថាបាទឈឺចាប់មែនទែនពេលដែលមកបាល់ប្រមាណបាល់សិតតែល្អបុកនឹងបង្គោលទីខ្ទៀតមកវិញទាំងអស់បាទជាចុងក្រោយលទ្ធផលក៏បានបង្ហាញជាផ្លូវការគឺបាទព្រះខ័នរាជស្វាយរៀងរងបរាជ័យបាទក្រោមថ្វីជើងរបស់បាទក្រុមភ្ញៀវបាទវិសាខាដោយលទ្ធផលបាទ1-2